សួស្តីបងប្អូនក្នុងវីដេអូនេះបងប្អូននឹងបានឃើញពីរបៀបនៃការប្រើប្រាស់ម៉ាស៊ីនថ្មីរបស់យើងដែលជា model A28GB តោះឥឡូវយើងមកមើលជាមួយគ្នាអញ្ចឹងនេះគឺជា screen នៅខាងលើនេះអញ្ចឹងដើម្បីបើកបានបងប្អូនដុតភ្លើងឲ្យប៉ះនៅគីនេះបន្តិចមកដើម្បីបិទចេញប៊ូតុង power អញ្ចឹងបងប្អូនចុច hold ប៊ូតុង power នឹងបន្តិចដើម្បីឲ្យម៉ាស៊ីនចេញ screen ថាយើងនឹងប្រើជ្រើសរើសទៅលើមុខងារមួយណាអញ្ចឹងមុខងារទី1នេះនៅខាងឆ្វេងគេហើយជានឹងជាប្រភេទដែលយើងប្រើសម្រាប់លាងប្រភេទអនាម័យខ្ពស់ហើយសីតុណ្ហភាពនៃការលាងសម្អាតគឺខ្ពស់ជាងគេហើយជានេះសម្រាប់មុខងារទី2គឺប្រើសម្រាប់លាងប្រភេទខ្លាញ់គ្រឿងប៊ឺឬក៏ប្រឡាក់រីងគ្រីមចានណាដែលប្រឡាក់រីងគ្រីមខ្លាំងបងប្អូនអាចប្រើមុខងារ strong នេះបានសម្រាប់មុខងារទី3វិញជាប្រភេទ eco បានន័យថាសំចៃទៅលើទឹកភ្លើងអញ្ចឹងកម្រិតប្រឡាក់មកល្មមហើយមុខងារទី4 daily ប្រើសម្រាប់ប្រឡាក់ទូទៅបាយយើងហូបសម្លប្រចាំថ្ងៃរបស់យើងហ្នឹងគឺអត់មានទីប្រភេទខ្លាញ់ប៊ឺគ្រីមខ្លាំងអីទេគឺប្រឡាក់មកល្មមហើយនៅខាងស្ដាំបន្ទាប់មកទៀតគឺជាប្រភេទគ្រឿងមកល្មមដូចគ្នាដែរអញ្ចឹងមានកែវមានចានដែលមិនប្រឡាក់ខ្លាំងជាលក្ខណៈជាប្រឡាក់គ្រីមឬក៏ខ្លាញ់គ្រឿងប៊ឺខ្លាំងបងប្អូនអាចប្រើមុខងារស្តង់ដារនេះបានហើយខាងស្ដាំបន្ទាប់មកទៀត quick នេះប្រើសម្រាប់លាងលឿនហើយប្រឡាក់ស្រាលអត់មានជាប្រភេទខ្លាញ់គ្រឿងប៊ឺខ្លាំងទេហើយបន្តមកទៀតនេះគឺជាប្រភេទលាងកែវអញ្ចឹងមានកែវកញ្ចក់ប្រភេទwine glass ដែលយើងហៅថាកែវស្រាក្រហមហ្នឹងឬក៏ប្រភេទកែវកញ្ចក់ឬក៏ប្រភេទកែវថ្មក៏លាងបានដូចគ្នាដែរអញ្ចឹងបងប្អូនអាចរើសយកប្រភេទលាងកែវសុទ្ធនេះបានបើសិនជាបងប្អូនមានកែវច្រើនហើយនៅខាងស្ដាំបន្ទាប់មកទៀតនេះជាប្រភេទដែលយើងប្រើសម្រាប់លាងសម្អាតតួម៉ាស៊ីននៅខាងក្នុងម៉ាស៊ីនអញ្ចឹងមុខងារនេះ recommend ឲ្យបងប្អូនប្រើលាងរយៈពេល2សប្តាហ៍បងប្អូនប្រើដើម្បីលាងសម្អាតតួម៉ាស៊ីនម្ដងអញ្ចឹងបងប្អូនចុចបើកហើយចុចយកមុខងារមួយនេះហើយបងប្អូនចុច start ដើម្បីធ្វើការលាងសម្អាតតួម៉ាស៊ីននៅខាងក្នុងនៅខាងស្ដាំបន្ទាប់នេះបងប្អូនឃើញមានលោតភ្លើងភ្លឺស្រាប់ហ្នឹងយើងមាន dry នេះប្រើសម្រាប់សម្ងួតបើសិនជាបងប្អូនប្រើជ្រើសរើសយកមុខងារមួយណាគឺសុទ្ធតែមានសម្ងួតទាំងអស់អញ្ចឹងបើសិនជាបងប្អូនអត់ចង់បានសម្ងួតបងប្អូនអាចចុចបិទបានអញ្ចឹងអានេះលោតភ្លើងតែបើសិនជាបើកចេះគឺបានន័យថាបន្ទាប់ពីលាងហើយគឺវាសម្ងួតអូតូតែម្ដងហើយនៅខាងស្ដាំបន្ទាប់ទៀត store នេះយើងអាចបិទបានដូចជា dry ដែរអញ្ចឹងបើសិនជាយើងបើកអញ្ចឹងយើងអាចរក្សាចានតុកនៅខាងក្នុងម៉ាស៊ីនហ្នឹងក្នុងរយៈពេល7ថ្ងៃអត់មានតែក្លិនអត់មានតែសំណើមឬក៏បាច់ញើសនៅខាងក្នុងម៉ាស៊ីនទេព្រោះអានេះប្រើសម្រាប់រក្សាសីតុណ្ហភាពនៅខាងក្នុងម៉ាស៊ីនឲ្យនៅក្តៅងុំតែម្ដងហើយនៅខាងស្ដាំបន្ទាប់មកទៀតនេះយើងមានឃើញពាក្យ delay ប្រើសម្រាប់ពន្យាម៉ោងលាងបើសិនជាបងប្អូនចង់លាងមុខងារមួយនេះក្នុងរយៈពេល1ម៉ោងក្រោយមុនចុច1មកចេញ1អក្សរ A ហ្នឹងបានន័យថា1ម៉ោងក្រោយចុចមួយទៀត2ម៉ោង3ម៉ោង4ម៉ោង5ម៉ោងបងប្អូនចង់លាងរយៈពេលប្រហែលម៉ោងក្រោយក៏បានដែរយើងអាចពន្យាបានដល់តែ24ម៉ោងអញ្ចឹងបន្ទាប់ពី delay បើសិនជាបងប្អូនអត់ចង់ delay ទេបងប្អូនចុច hold ឲ្យជាប់វិញមកអញ្ចឹងមកធម្មតាវិញអញ្ចឹងបងប្អូនអាចចាប់ផ្ដើមលាងឥឡូវបានហើយនៅខាងស្ដាំបន្ទាប់នេះយើងមាន lock នឹងប្រើសម្រាប់ lock មុខងារផ្សេងកាលពីពេលកំពុងលាងទៅក្មេងគាត់ច្រឡំមកចុច stop ឬក៏ចុចដូរមុខងារឬក៏ចុចបិទអីផ្សេងអញ្ចឹងក្នុងរយៈពេលលាងបងប្អូនអាចចុច lock ដើម្បីការពារក្មេងគាត់ចុចបិទបើកបានហើយដើម្បីចុចបើកវិញបងប្អូនគ្រាន់តែចុចឲ្យជាប់ដូចមុនហ្នឹងមកជាការស្រេចហើយអញ្ចឹងខាងស្ដាំនេះគឺជាប៊ូតុងដែលយើងប្រើសម្រាប់ start stop អញ្ចឹងបងប្អូនរើមុខងារមកចុច start ម៉ាស៊ីននឹងដំណើរការទៅតែម្ដងអញ្ចឹងខ្លីៗងាយស្រួលខ្លាំងមែនទែនសម្រាប់ model មួយនេះអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ